ខ្ញុំបានទទួលសំណួរជាច្រើនពីអតិថិជនតាក់ទងជាមួយនឹងបញ្ហា stress និងបញ្ហាឈឺក្បាលមានទំនាក់ទំនងគ្នាដូចម្ដេចអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពីចំណុចទាំងអស់នេះតាក់ទងជាមួយនឹងបញ្ហា stress និងឈឺក្បាលគឺវាមានទំនាក់ទំនងគ្នាខ្លាំងមែនទែនដោយសារតែភាពស្មុគស្មាញនិងការគិតច្រើនគឺធ្វើឲ្យសាច់ដុំនៅជុំវិញស្មារបស់យើងអូនសូមងើបបន្តិចបែរទៅខាងនោះចានៅពេលដែលយើងគិតច្រើនហើយយើង stress គឺសាច់ដុំនៅករបស់យើងស្មាហើយនឹងស្បែកក្បាលរបស់យើងហ្នឹងគឺវាមានភាពតានតឹងតឹងរឹងរួញខ្លីគឺធ្វើឲ្យអ្នកជំងឺងាយនឹងមានបញ្ហាឈឺក្បាលអញ្ចឹងតាក់ទងជាមួយនឹងបងប្អូនដែលគាត់មានបញ្ហាឈឺក្បាលគាត់អត់ដឹងថាត្រូវដោះស្រាយដោយខ្លួនឯងដូចម្ដេចអញ្ចឹងអាចបងប្អូនទាំងអស់គ្នាអាចតាក់ទងមក page Facebook page របស់ Elite Fitness ឬក៏បងប្អូនអាចមកផ្ទាល់នៅ Elite Fitness សាខាបឹងត្របែកដែលគ្រូពេទ្យផ្នែកព្យាបាលចលនាយើងគឺនៅជាន់ទី1តែម្ដង